សូមអស់លោកអ្នកសាទរសពបរោះទាំងឡាយសូមអនុមោទនាស្ដាប់រឿងពុទ្ធប្រវត្តិពិស្ដាភាគ3កាលព្រះមហាបរោះបានបព្វជិហើយព្រះសមណសិទ្ធត្ថទ្រង់យាងឆ្លងទន្លេកុងគាចូលទៅកាន់នគរមេគធៈនៅទីនេះគឺជាកន្លែងដែលព្រះអង្គបានសម្រេចប្រជញ្ដាថានឹងស្វែងរកគ្រូអាចារ្យណាម្នាក់ដើម្បីបង្រៀនព្រះអង្គឲ្យមានជ័យជំនះលើការកើតនិងការស្លាប់ព្រះអង្គត្រាច់ចរកាត់តាមជួរភ្នំជ្រោះជ្រលងដងអូកាត់តាមព្រៃដ៏ជ្រៅខ្យល់ភ្លៀងនិងកម្ដៅថ្ងៃពីមួយខែទៅមួយខែក្នុងព្រះរាជដំណើរនេះព្រះអង្គបានជួបជាមួយនឹងតាបោះខ្លះស្រាដណ្ដុលគោកខ្លះទៀតមិនព្រមបរិភោគចង្ហាន់ដែលអ្នកស្រុកបានប្រគេនទេសុខចិត្តរស់នៅដោយការទទួលទានតែផ្លែនិងស្លឹកនិងឫសឈើដែលដុះនៅក្នុងព្រៃតាបោះមួយចំនួនទៀតសម្ដៅខ្លួនទទេលើវត្ថុផ្សេងដូចជាដេកលើដីខ្សាញ់ដ៏ក្តៅឬដេកលើដើមឈើដែលមានបន្លាជាដើមតាបោះទាំងនោះមានជំនឿថាការធ្វើទុក្ករកិរិយាធ្វើខ្លួនឲ្យវេទនាដ៏ខ្លាំងក្លាបែបនេះអាចជួយពួកគេឲ្យឡើងឋានសួគ៌បន្ទាប់អំពីពេលដែលគេស្លាប់ទៅព្រះសមណសិទ្ធត្ថយាងចេញអំពីក្រុងកបិលពស្តុអស់ពេលជាង3ឆ្នាំកន្លងមកហើយឥឡូវនេះព្រះអង្គទ្រង់គង់ស្នាក់នៅយកភ្នំឈ្មោះថាភ្នំបណ្ឌវៈដែលនៅមិនឆ្ងាយប៉ុន្មានពីក្រុងរាជក្រឹសឡើយថ្ងៃមួយគឺជាថ្ងៃប្រហ័ស800ខែអាសាឍឆ្នាំថោះព្រះអង្គទ្រង់ប្រដាប់បាតនិងស្បង់ចីវរយ៉ាងស្រគត់ស្រគំត្រាច់សម្ដៅទៅកាន់ក្រុងរាជក្រឹសដើម្បីបណ្ឌបាតពួកមហាជនក្នុងនគរបានឃើញហើយក៏មានចិត្តត្រេកអរនឹកចម្លែកក្នុងចិត្តគ្រប់គ្នាដំណឹងថាមានព្រះសង្ឃក្មេងរូបស្អាតមួយអង្គត្រាច់ចរបណ្ឌបាតបានលេចពីមាត់មួយទៅមាត់មួយពេញទូទាំងរាជធានីក្រុងខេត្តពាក្យនេះក៏បានលេចឮដល់ព្រះបាទពំពិសាព្រះចៅនគរមេគធៈពួករាជបរោះកាលបើបានឃើញព្រះសមណសិទ្ធត្ថហើយក៏យកព័ត៌មាននោះទៅបង្គំទូលព្រះបាទពំពិសាដើម្បីស្ដេចទ្រង់ជ្រាបព្រះបាទពំពិសាទ្រង់បើបង្អួចតទៅឃើញប្លែកចម្លែកដូច្នោះក៏ទ្រង់ចាត់ឲ្យពួករាជបរោះទាំងនោះទៅចាំឃ្លាំមើលទីកន្លែងដែលព្រះសិទ្ធត្ថទ្រង់គង់នៅព្រះពោធិសត្វកាលបើយាងបណ្ឌបាតបានផតតាល្មមហើយក៏ទ្រង់យាងទៅកាន់ញោកភ្នំបណ្ឌវៈនោះវិញហើយរៀបចំសោយអាហារដោយបដិកុលសញ្ញាលុះព្រះរាជាទ្រង់ព្រះសណ្ដាប់នៅប្រភពច្បាស់ការ